នៅព្រឹកថ្ងៃទី25ខែមីនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនបានផុសក្នុងเพจរបស់សម្ដេចថាពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរនឹងមើលថែទាំភរិយាបានរឿងធ្ងន់ជាងនេះគឺបងប្រុសទី1មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនឹងនៅកន្លែងខុសគ្នាភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុសនិងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយរឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែររូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនៅការមិនអស់ចិត្តទៅនៅអាឡោះអាឡាយអ្វីមួយពេលនេះទុះចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន24ម៉ោងរួចមកហើយមិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណានិងអ្នកអបិយជំនឿបកស្រាយរបៀបណាស្របពេលនោះផងដែរនាយពាក់មីក៏មានផូដែរថាខ្ញុំបាទពាក់មីព្រមទាំងក្រុមគ្រួសារនិងក្រុមការងារទាំងអស់សូមឧទ្ទិសបួងសួងសូមវត្ថុក្តារសិទ្ធិដែលមានក្នុងលោកមេត្តាតាមថែរក្សាជូនសម្ដេចម៉ែសូមជូនពរសម្ដេចម៉ែសូមមានសុខភាពល្អប្រសើរក្នុងពេលឆាប់ហើយនាយពាក់មីក៏បានគ្មិនបន្តទៀតថាបងប្អូនអីហេតុអីចង្អៀតចង្អល់ម្លេះក្នុងនាមខ្ញុំជាប្រជាជនដែលរស់ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំពេលគាត់ឈឺគ្រាន់តែជូនពរទេខ្ញុំខុសអីបងប្អូនស្អប់ជាសិទ្ធិបងប្អូនចុះហេតុអីខ្ញុំស្រឡាញ់មិនបានជាសិទ្ធិរបស់ខ្ញុំដែរទេឬចង់ឲ្យខ្ញុំផុសដាក់ទំនាយទេពខ្លាយជាអ្នកក្លាហានឬអ្នកស្នេហាជាតិមែន